បាទសូមជម្រាបលាបាទអ្នកខ្លាចខ្មោចទាំងអស់គ្នាជាទីគោរពបាទស្វាគមន៍សាជាថ្មីយើងជួបគ្នានៅក្នុងកម្មវិធីសំណោចរន្ធត់បាទមានបងប្អូនយើងមួយចំនួនដែរគាត់សួរថាបងបើរន្ធត់អញ្ចឹងមិនសោចគឺ admin មិនឲ្យអ្នកទាំងអស់គ្នាខ្លាចទេបាទគឺធ្វើយ៉ាងណាឲ្យស្ដាប់បែបសប្បាយប៉ុន្តែរន្ធត់ឥឡូវមុននឹងស្ដាប់រឿងយើងជាបន្តសូមឲ្យអ្នកទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយមកចុចរូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីហើយជាពិសេសនេះគឺបានឲ្យ admin បាទមានលុយផងតែគ្រប់ម៉ោងថ្ងៃទៅ admin មានលុយហើយបានទិញសាប៊ូដោះសក់បន្ថែមព្រោះឥឡូវសក់បងជូរបណ្ដោយហើយអូខេរឿងយើងនៅក្នុងថ្ងៃនេះគឺមានចំណងជើងថាខ្មោចជីឡានក្រុងបាទជុំបាទខ្មោចជីឡានក្រុងមានលុយឲ្យអត់នោះដូច្នេះបន្ទាប់ពីបានចុច Subscribe រួចរាល់ខ្លាចជាសមាជិកពេញសិទ្ធិរបស់សម័យរន្ធត់យើងក៏ចាប់ផ្ដើមសម្រាយរឿងដូចតទៅបាទនៅយប់ជ្រៅមួយនៅពីផ្លូវជាតិលេខ1ពីភ្នំពេញទៅខាងខេត្តកណ្ដាលយើងចុះពីស្ពានច្បារអំពៅទៅយើងមិនទៅខាងគៀនស្វាយយើងមិនឆ្លងទៅទៀតទៅយើងមិនទៅដល់ព្រែកឯងយើងមិនទៅព្រែកឯងហើយយើងឆ្លងរហូតទៅមិនដល់ផ្សារកាគីហើយយើងមិនទៅដល់ស្ពានអ្នកលឿងអញ្ចឹងទៅអាហ្នឹងផ្លូវជាតិលេខ1ណានៅយប់ជ្រៅមួយហ្នឹងគឺមានភ្លៀងធ្លាក់អាលឹមហើយបង្កើតបានជាអាប់ស្ដើងគ្របដណ្ដប់លើផ្លូវធម្មតាផ្លូវក្តៅផងត្រូវទឹកភ្លៀងតិចមកវារៀងហុយផ្សែងតិចបាទនៅពេលដែលជិះឡានក្រុងហ្នឹងមិនមែនរៀងដូចថាទំនើបបានទេឡានក្រុងរៀងចាស់ដែរណានៅពេលដែលពងជិះតាមផ្លូវហ្នឹងបាទនៅឡានក្រុងគឺមានតែមនុស្សម្នាក់ទេគឺឈ្មោះតារាហ្នឹងគាត់ជាសិស្សសាកលវិទ្យាល័យដឹងមិនគាត់រៀនពេលយប់វេនយប់គាត់ជ្រើសរើសវេនជិះឡានពេលយប់អញ្ចឹងណាគេលើគាត់ដាច់យប់អីទៅណាគាត់តែជិះឡានមកបាទកំពុងតែអង្គុយសឡឹងមើលទៅខាងក្រៅប្រអួយហ្នឹងដោយមានអារម្មណ៍ថានឿយហត់ពីការសិក្សាពេញមួយថ្ងៃផងបាទនាឡិកាដៃរបស់គាត់មើលទៅម៉ោង11ហើយម៉ោង11វាជិតម៉ោង12ហើយបាទអញ្ចឹងរឿងរាវបែបព្រឺព្រួយវាជិតម៉ោងបន្តិចហើយបាទគណៈពេលដែលកំពុងតែជិះឡានបើកបរយឺតឆ្លងកាត់តំបន់ស្ងាត់ជ្រងំមួយកន្លែងហ្នឹងដែលមានដើមឈើធំដុះអមសងខាងផ្លូវស្រាប់តែឡានក៏ឈប់នៅចំណតមួយដែលមើលទៅគ្មានមនុស្សរស់នៅសោះឈប់នៅចំណតអត់មានមនុស្សអញ្ចឹងដាក់អីគេបាទតារាមានអារម្មណ៍ចម្លែកក្នុងចិត្តព្រោះតែគេមើលឃើញឡានក្រុងឈប់នៅត្រង់ហ្នឹងហើយរំពេចហ្នឹងផងដែរបាទទ្វារឡានក៏បើកក្រាទៅបាទហើយក៏មានស្ត្រីម្នាក់បានដើរឡើងមកយឺតហើយចំដើរលឿនបាទភ្លៀងផងនាងស្លៀកពាក់ពណ៌សក់វែងអន្លាយអានេះត្រូវបាទសក់វែងអន្លាយរបស់នាងទៅទឹកជោកចំបាទអញ្ចឹងវាមិនជោកជាំស្មើបាទស្មើបាទទោះបីជាភ្លៀងខាងក្រៅធ្លាក់រលឹមក៏ដោយបាទទឹកមុខរបស់នាងស្លេកស្លាំងបាទហើយភ្នែករបស់នាងមើលទៅហាក់ដូចជាគ្មានព្រលឹងប្រលេះអីទេសម្លឹងទៅមុខឥតឈប់ឈរបាទថារៀងបាទសម្លឹងនឹងហ្មងអត់ងាកទេបាទអ្នកណាក់ស្មើនាងដើរមកអង្គុយនៅកៅអីខាងមុខឡានខាងមុខបាទនាងដើរមកអង្គុយកៅអីនៅខាងមុខតារាហ្នឹងនៅជួរមុខបរិយាកាសក្នុងឡានក្រុងហាក់ដូចជាត្រជាក់ស្រាប់ធម្មតាតែភ្លៀងអាលឹមនៅក្នុងឡានម៉ាស៊ីនត្រជាក់វារៀងត្រជាក់ហើយបាទបន្ទាប់ពីនាងបានឡើងមកដល់ពឹបអ្នកលក់សម្បត្តិឡានក្រុងដើរទៅរកបាទនាងដោយទឹកមុខស្ទាក់ស្ទើរបាទពីព្រោះថាមើលទៅដូចខុសប្រក់ក្តីអញ្ចឹងណាបាទនាងហុចលុយចាស់ 2-3 ស្លឹកឲ្យទៅឲ្យអ្នកលក់សម្បត្តិដោយមិននិយាយស្ដីអីទាំងអស់មកបាទអញ្ចឹងរឿងដូចប្លែកបាទចម្លែកបាទតារាចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងខ្លួនទេបាទដល់ពេលហើយគេក៏ស្រឡឹងមើលទៅស្ត្រីម្នាក់នោះតាមកញ្ចក់មកអួចឡានប៉ុន្តែអ្វីដែលធ្វើឲ្យគេមើលទៅនោះដូចជាអត់ឃើញអីទេមើលនឹងភ្នែកទទេឃើញប៉ុន្តែមើលនៅតាមកញ្ចក់អត់ឃើញអញ្ចឹងអាភាពព្រឺសបល់វាចាប់ផ្ដើមឡើងទីម្ដងណាបើការមើលមិនឃើញរបស់រូបនាងសោះនៅក្នុងកញ្ចក់នោះមានតែកៅអីតនេមួយកន្លែងដែលចាំងឆ្លោះទៅក្នុងកញ្ចក់ចំប្លែកមែនអញ្ចឹងគាត់នឹងមិនបាទតារាបេះដូងកាន់តែលោតញាប់ហើយខុសចង្វាក់គេព្យាយាមមិនសម្លឹងទៅមើលស្ត្រីនោះទេហើយបែរមកមើលទូរស័ព្ទដៃវិញលក្ខណៈប្រឡប់អញ្ចឹងណាមិនយូរប៉ុន្មានឡានក្រុងក៏ត្រូវបានបើកមកដល់ផ្លូវបំបែកមួយដែលចូលទៅកាន់វត្តចាស់មួយកន្លែងដែលគេបោះបង់ចោលបាទស្ត្រីនោះក៏ក្រោកឈរឡើងហើយចុចកណ្ដឹងសុំឈប់ឡានក៏ឈប់ក្រោមដើមពោធិ៍ដ៏ធំមួយមាត់ផ្លូវចូលទៅវត្តហ្នឹងចំនៅមុខវត្តហ្នឹងមានដើមពោធិ៍ធំមួយទៀតហើយឡានក៏ឈប់ហ្នឹងពេលនាងដើរចុះពីលើឡាននាងបានងាកមកក្រោយបន្តិចហើយតារាក៏បានឃើញមុខនាងយ៉ាងច្បាស់មុខនាងស្លេកដូចក្រដាស់តែដូចក្រដាស់អញ្ចឹងមុខមិនសស្លែតដូចលាបស្ពេចរ៉ូបាទភ្នែកនាងឡើងខ្មៅងឹតអត់មានប្រស្រីធម្មតាភ្នែកយើងវាមានខ្មៅមានសលីគ្នាហើយតែអត់អញ្ចឹងមិនអេស្តេរីហ្គោហើយហាក់ដូចជាញញឹមយ៉ាងព្រឺព្រួចដាក់តារាញញឹមអីស្មានហ្នឹងបងអើយចុះទៅបាទបន្ទាប់មកនាងក៏ដើរយឺតចូលទៅក្នុងភាពងងឹតនៃបរិវេណវត្តនោះហើយរលាយបាត់រូបក្នុងពិភពនោះទៅអីបាត់ទៅណាបាទ
អានឹងហើយដែលជារឿងមួយដែលតារាភ័យរន្ធត់ស្ទើរក្កាំងបេះដូងហ្មងបាទអ្នកលក់សបុតដែលមើលទៅស្លេកស្លាំងមិនចាញ់គ្នាជាមួយតារាហ្មងទេបាទមើលមុខគ្នាពេលដើរទៅអាលីបាត់ទៅអ្នកលក់សបុតហើយនឹងតារាគាត់មើលមុខគ្នាចំមិនអញ្ចឹងទៅមិនក៏អញ្ចឹងមិនក៏អញ្ចឹងបងគេថាស្ត្រីម្នាក់នឹងជាខ្មោចចំហើយអ្នកលក់សបុតដឹងតែខ្មោចអ្នកលក់សបុតឲ្យទៀតយេមិនចេះបាទហើយគាត់ក៏បានបន្តទៀតថាគាត់ស្លាប់នៅម្ដុំនេះតាំងពីយូរណាស់មកហើយណែតែចេះទៅណាហើយពេលកំពុងរងចាំឡានក្រុងទាំងយប់ហ្នឹងហើយគាត់ចូលចិត្តចាំឡានក្រុងទាំងយប់គាត់ចូលចិត្តចាំឡានក្រុងទាំងយប់ហើយជិះទាំងយប់ហ្នឹងតែម្ដងជិះជាមួយអ្នកនៅឡានក្រុងហ្នឹងហើយមិនទៅអញ្ចឹងវិញពេលខ្លះគេតែងតែឃើញគាត់ឡើងជិះឡានក្រុងអញ្ចឹងឯងអានេះខ្មោចជិះឡានក្រុងអញ្ចឹងមិនត្រូវរឿងគេតាំងពីយប់នោះមកតារាមិនហ៊ានជិះឡានក្រុងខ្សែនៅពេលយប់ជ្រៅទៀតទេឲ្យលុយកុំជិះដែរបាទរូបភាពស្ត្រីបាទស្លៀកពាក់ពណ៌សសក់ក្បាលវែងត្រូវទឹករៀងស្មឹកហ្នឹងញ៉ាំទីដាក់ទៅតារាបានដកជាប់នៅក្នុងកៅភ្នែករបស់តារាផ្ទាល់តែម្ដងបាទនេះហៅថានារីនៅក្នុងក្តីស្រមៃបាទច្រើនសប្តាហ៍កន្លងមកហើយទៅដល់ពេលយប់គឺតារាអត់ចង់ជិះឡានក្រុងទៀតទេតារាព្យាយាមគេចវេះមិនជិះឡានក្រុងខ្សែនៅពេលយប់ជ្រៅឡើយប៉ុន្តែរូបភាពស្ត្រីស្លៀកពាក់បសសក់ទៅទឹកជោកអាស្នាមញញឹមព្រឺព្រួចហ្នឹងនៅតែដកជាប់នៅក្នុងខួរក្បាលមិនអាចរលុបបានឡើយអាហ្នឹងអត់អាចយកជាប់លុបអីណាមកលុបរូបនឹងចេញពីខួរក្បាលបានទេបាទតែឃើញហើយបាទអញ្ចឹងរឿងហ្នឹងដកជាប់នៅក្នុងខួរក្បាលមិនក៏ចូលកន្លះខែទៅមួយឆ្នាំឯណាបាទហើយអ្វីដែលកាន់តែធ្វើឲ្យតារាភ័យខ្លាចទៀតនោះគឺចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកអាមិនទៅបាទពេលខ្លះនៅយប់ស្ងាត់ពេលគេនៅម្នាក់ឯងក្នុងបន្ទប់ជួលអញ្ចឹងតារានៅបន្ទប់ជួលបាទតារាអត់មានផ្ទះទេអញ្ចឹងជួលនេះគឺមួយខែ45បាទគេមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលគេពីក្នុងភាពងងឹតមកចំចាប់ផ្ដើមឆ្ងល់ឯហ្នឹងខ្យល់ក្នុងបន្ទប់ស្រាប់តែត្រជាក់ស្រាប់មួយរំពេចមានពីណាបើកម៉ាស៊ីនត្រជាក់អត់បាទអត់មានទេបាទអត់មានទៅទៀតទោះបីជាមានម៉ាស៊ីនត្រជាក់ក៏ដោយបាទពេលខ្លះទៀតគេក្រឡេកឃើញស្រមោលពណ៌សអ្វីមួយយ៉ាងហោះឈ្វឹបបាទកាត់ខ្សែភ្នែករបស់គាត់អាយ៉ាបាទកាន់តែរាប់អានគ្នាចិត្តដិតតានេះតារាដឹងច្បាស់ថាវាមិនមែនជាការគិតសម័យមកមើលមីម្នាក់ឯងនោះទេច្បាស់ចេះតែហ្មងបាទហើយគាត់ក៏បានស្រែកសួរតិចថាតើនាងជានរណាទៅហើយក៏សួរម្លឹងលោកបាទសួរទៅបាទតើនាងជានរណានេះស្រែកចេះបានត្រូវហេតុអ្វីបានជានាងញញឹមដាក់យើងអីយើបាទញញឹមដាក់យើងទៀតបាទប្រហែលជាតារាឯងនឹងសង្ហាយមកទៅបាទសំណួរទាំងនេះបានធ្វើទារុណកម្មផ្លូវចិត្តរបស់គេពីមួយថ្ងៃទៅមួយថ្ងៃបាទអញ្ចឹងវាដកជាប់ក្នុងចិត្តណាកើតជាសំណួរនឹងមកបាទគេមិនលក់ទេបាយក៏មិនឆ្ងាញ់ដែរហើយការសិក្សាក៏ធ្លាក់ចុះទៀតបាទមិនហ៊ានចូលបើនឹកឃើញទៅរឿងខ្មោចបាទគេដឹងថាគេមិនអាចរស់នៅក្នុងភាពភ័យខ្លាចបែបនេះតទៅទៀតឡើយគេត្រូវធ្វើអ្វីមួយយ៉ាងហើយបាទធ្វើអ្វីទៅបាទទៅវត្តស្រោចទឹកឬយ៉ាងណាបាទបន្តទៀតបាទបន្ទាប់ពីគិតយ៉ាងល្អិតល្អន់ហើយតារាបានសម្រេចចិត្តយ៉ាងបថុយបឋានហ្មងបាទថាត្រូវតែត្រឡប់ទៅកន្លែងដែលស្ត្រីនោះបានចុះពីឡានក្រុងវិញហើយទៅអីទៅថែមភាពភ័យខ្លាចឬមិនម្ដុំវត្តចាស់ដែលគេបោះបង់ចោលនោះមិនមែនពេលយប់ទេគឺពេលថ្ងៃត្រង់ស្មានតែខ្លាំងបាទទៅពេលថ្ងៃបាទធ្វើមិនទេទៅពេលថ្ងៃធ្វើមិនបាទគេសង្ឃឹមថាការទៅដល់នោះនៅពេលមានពន្លឺថ្ងៃអាចនឹងជួយបំបត្តិភាពភ័យខ្លាចធ្វើត្រូវហើយបាទខ្មោចលងពេលថ្ងៃអាលីខ្សលនឹងអាចរកឃើញតម្រុយអ្វីមួយអំពីស្ត្រីអាចកំបាំងនោះហៅមិនឃើញរកពេលថ្ងៃគេមិនមកបើចង់ដឹងរកពេលយប់នៅថ្ងៃចុងសប្តាហ៍មួយតារាបានជិះម៉ូតូឌុបឆ្ពោះទៅកាន់ផ្លូវបំបែកចូលវត្តចាស់នោះនិយាយទៅអត់ដោះចិត្តទេជិះម៉ូតូឌុបទៅអត់ជិះភាសាទេបាទបេះដូងរបស់គេលោតញាប់ឆ្មាញ់តែម្ដងខណៈពេលគេកាន់តែគៀកនឹងគោលដៅទីបំផុតគេក៏បានមកដល់ផ្លូវវត្តចូលទៅចង្អៀតណាហើយស្ងាត់ចងំព្រៃបាទផោចងញស្អីព្រៃភ្ញីដោះទ្រុបព្រៃភ្ញីហ្នឹងបាទព្រៃទ្រុបទ្រុលអីបាទព្រៃដោះទ្រុបទ្រុលគួរឲ្យខ្លាចជាងពេលយប់ទៅទៀតទៅជាពេលថ្ងៃខ្លាចជាងពេលយប់ទៅទៀតមិនតាមឡានទេបាទតាមឡានទៀតបាទសំបីតែក្រោមពន្លឺថ្ងៃដ៏ភ្លឺចែងចាំងក៏បរិយាកាសនេះហាក់ដូចជាមានភាពសងោតសងាត់និងត្រជាក់ខុសពីធម្មតាចង់រឹងដេកបដ ாய் ទៅបាទតារាឈរស្ទាក់ស្ទើរនៅមាត់ផ្លូវសម្លឹងមើលទៅក្នុងបរិយាកាសវត្តបរិវេណវត្តបាទបរិវេណវត្តដ៏ស្ងាត់ចងំគេលេបទឹកមាត់ក្អឺបាទហើយដកដង្ហើមហើយបាទហើយក៏បោះចំហៀនដំបងក៏ស្ទាក់ស្ទើរដែរហើយក៏ដើរចូលទៅក្នុងបរិវេណវត្តចាស់នោះទៅតើតារានឹងរកឃើញអ្វីនៅក្នុងវត្តចាស់នោះតើនឹងមានអ្វីកើតឡើងបន្តទៀតសូមរងចាំទស្សនាភាពបន្តបាទឥឡូវភាពបន្តមកដល់ហើយបាទយើងតទៀតទៅតារាបោះចំហៀនចូលទៅក្នុងវត្តដោយញាប់ញ័រហ្មងក្នុងដួងចិត្តគាត់ណាបាទខ្យល់អាកាសហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតតិចតួចក៏មិនឮដែររៀងហឹងតិចហ្មងបាទមានតែសំឡេងស្លឹកឈើស្ងួតដែលតារាជន់ពីលើព្រឹបបាទបំបែកភាពស្ងប់ស្ងាត់
ក៏ធ្វើឲ្យមានអារម្មណ៍កាន់តែព្រឺព្រួចបាទស្រាវចឹងខ្នងបាទបះរោមបាទគេហៅថាបរិយាកាសនេះគឺវាមកជុំគ្នាតែម្ដងបាទផ្លូវដើរចូលតូចត្រូវបានគ្របដណ្ដប់ដោយវល្លិស្មៅព្រៃកុដឈើចាស់មានកុដឈើចាស់ទៀតបាទមានកុដថ្មកុដឈើដែលធ្លាប់តែមានព្រះសង្ឃគង់នៅឥឡូវនេះបែរជាទ្រុឌទ្រោមបាក់បែករងចាំតែថ្ងៃរលំរលាយទេបាទរូបបដិមាព្រះពុទ្ធខ្លះត្រូវបានបាក់ដៃបាក់ប្រកេសាមើលទៅគួរឲ្យស្ងេះស្ងោចណាស់ហើយតារាដើរយឺតសម្លឹងមើលទៅជុំវិញខ្លួនដោយប្រុងប្រយ័ត្នភ្នែករបស់គាត់ហ្នឹងបាទកលេចទៅលើផងទៅក្រោមផងបាទមើលដើមពោធំផងដើមជ្រៃធំផងបាទដែលមានរឹសដុះបាទចេញមកដូចជារញ៉េរញ៉ៃតែម្ដងបាទក្បាច់ជញ្ជាំងព្រះវិហារបាទអានេះគេហៅថាពាក្យដែលទៅសេទៅមើលគាត់តែយើងអានទៅឃើញរូបភាពតែម្ដងបាទអញ្ចឹងមើលទៅបរិយាកាសហ្នឹងហាក់ដូចជាបាទស្ងួតស្ងាត់ដូចជាបាទគួរឲ្យខ្លាចបាទបាក់បែកចាស់កំរិលអីចឹងទៅវាជាដើមឈើដែលនៅជិតកន្លែងដែលស្ត្រីនោះបានបាត់ខ្លួនចូលទៅក្នុងភាពងងឹតអញ្ចឹងទៅរកហើយបាទទៅរកពេលថ្ងៃស្មានតែខ្លាំងបាទបើរកពេលយប់ទៅឆាប់ឃើញដោយមានអារម្មណ៍ថាទីនេះអាចមានអ្វីពាក់ព័ន្ធគេក៏ដើរសំដៅទៅទីនោះនៅពេលចូលទៅដល់ចិត្តគុលពោបាទដើមពោហ្នឹងបាទភ្នែករបស់តារាក៏លេចទៅឃើញអ្វីមួយយ៉ាងនៅចន្លោះឫសឈើហើយដែលដុះក្បែរដីហ្នឹងលឹបចូលទៅក្នុងស្លឹកឈើស្ងួតអីគេបាទពុះហើយឬមិនបាទគេអោនចុះហើយយកដៃរុញសន្លឹកឈើនិងដីនោះចេញអ្វីដែលគេឃើញធ្វើឲ្យគេភ្ញាក់ផ្អើលបន្តិចវាជាដុំថ្មតូចមួយមានរាងដូចជាភ្នោតូចមួយដែលគេធ្វើសម្រាប់ក្មេងអាយ៉ាបាទអញ្ចឹងនៅពេលដែលគាត់បោះអាមេស្លឹកឈើហ្នឹងចេញទៅគាត់ក៏បានឃើញភ្នោលក្ខណៈដូចភ្នោកូនក្មេងឬអ្នកដែលគ្មានញាតិមិត្តគេយកមកកប់ចោលបាទយល់ហើយបាទប៉ុន្តែវាចាស់ណាស់ថាយូរឆ្នាំអញ្ចឹងណាបាទប្រវត្តិបាក់បែកយូរអញ្ចឹងកន្លែងហ្នឹងគឺត្រូវតែចាស់ហើយមិនមែនចាស់ធម្មតាគេហៅថាកាញ់ចាស់ហើយគ្មានឆ្លាក់ឈ្មោះអ្វីទាំងអស់អញ្ចឹងយើងអត់ដឹងអត្តសញ្ញាណភ្នោហ្នឹងជារបស់ណាគេទេបាទមានតែស្លែពណ៌បៃតងដុះជាប់ខ្លះប៉ុណ្ណោះបាទគណៈពេលដែលម្រាមដៃរបស់តារាប៉ះនឹងថ្មភ្នោដ៏ត្រជាក់នោះស្រាប់តែមានខ្យល់ត្រជាក់មួយគួចបក់មកយ៉ាងខ្លាំងធ្វើឲ្យស្លឹកឈើស្ងួតនៅជុំវិញខ្លួនវល់ជាមួយនឹងខ្យល់នោះមានក្លិនផ្កាម្លិះក្អូបមកពីណាចេះបាទអ្នកលក់ផ្កាម្លិះបាទក្អូបស្រាលលាយឡំជាមួយនឹងក្លិនឆ្អេះឆ្អាបដូចដីសើមបានភាយមកប៉ះច្រមុះរបស់គាត់អញ្ចឹងក្លិនក្អូបផងក្លិនដីផុកផងអាមិនចេះបាទរំពេចនោះគេហាក់ដូចជាឮសំឡេងខ្សឹបតិចនៅក្បែរត្រចៀកជាសំឡេងស្ត្រីដែលស្ដាប់ទៅពោពេញដោយក្តីទុក្ខសោកហើយហាក់ដូចជាហៅឈ្មោះរបស់គេតារាអញ្ចឹងមែនបាទហៅអញ្ចឹងមែនតារាអើយតារាឯងហូបបាយហើយឬនៅមែនអញ្ចឹងឯងបាទនិយាយលេងនេះបាទបន្តទៀតតារាស្ទុះងើបហើយងាកមើលទៅជុំវិញខ្លួនទាំងបាទត្រដាបត្រដួសប៉ុន្តែគ្មានឃើញនរណាម្នាក់នៅទីនោះសោះបាទវាគ្រាន់តែជាការសម័យមួយហាក់ដូចជាភ័យរន្ធត់ណាមានតែភាពស្ងប់ស្ងាត់និងកំតិចកំទីនៃវត្តចាស់ប៉ុណ្ណោះបេះដូងរបស់គេលោតបាទស្ទើរតែធ្លាយចេញមកហើយបាទព្រោះភ័យពេកបាទពេលនេះគេប្រកាស 100% គឺថា10 លើ 10 បន្ទុកនេះគឺ10 លើ 10 បាទខ្លាច10 លើ 10 តែម្ដងហើយថាទីនេះមិនមែនជាកន្លែងធម្មតាទេហើយជាកន្លែងដែលវិញ្ញាណរបស់ស្ត្រីនោះពិតស្ថិតនៅទីនេះតែម្ដងវត្តមានរបស់នាងហាក់ដូចជាកាន់តែខ្លាំងកាន់តែច្បាស់នៅពេលដែលគេប៉ះពាល់នឹងភ្នោគ្មានឈ្មោះនោះតើនាងឈ្មោះអ្វីទៅគេមានអារម្មណ៍ថាត្រូវតែចាក់ចេញពីទីនោះឲ្យបានឆាប់តាមតែអាចធ្វើទៅបានបាទអញ្ចឹងមានតែរត់នឹងឯងមានម៉ូតូឌុំណាទេឲ្យលុយគេទៅបាត់ហើយដោយដៃនៅញ័រតិចតារាបានដកទូរស័ព្ទដៃរបស់គេមកថតភ្នោនោះច្រាប់បាទថតអីទៀតលុបទៅបាទអត់មានអុជធូបអញ្ចឹងណាកន្លែងសាកសិទ្ធថតអត់ចោលបាទតើយើងអុជធូបណាបាទក៏ថនដើម្បីធ្វើជាផុសតាងបាទផុសតាងប្រាប់ណាគេបាទប្រាប់ខ្លួនឯងហ្នឹងទៅបាទគេមិនដឹងថាវាជាភ្នោរបស់អ្នកណាទេប៉ុន្តែគេមានអារម្មណ៍ថាវាពិតជាមានទំនាក់ទំនងនឹងស្ត្រីខ្មោចដែលបានជិះឡានក្រុងកាលពីយប់មួយនោះហើយមិនហ៊ាននៅបង្អង់យូរតារាបានរត់ចេញពីក្រោមដើមពូនោះហើយបញ្ញាប់ដើរយ៉ាងលឿនបាទត្រឡប់ទៅផ្ទះវិញបាទចុះមិញមកជិះម៉ូតូដល់ពេលទៅវិញទៅដើរអញ្ចឹងមិនយូរគេមិនហ៊ានងាកក្រោយមើលទេប៉ុន្តែមានអារម្មណ៍ថាគេកំពុងសម្លឹងមើលពីចម្ងាយវិញទេបាទនៅតែដិតដាមជាប់កែវភ្នែកដដែលបាទអញ្ចឹងរឿងហ្នឹងទៅរកដើម្បីស្រាយចម្ងល់ប៉ុន្តែត្រឡប់មកវិញបានរូបភាពបន្ថែមនៅក្នុងខួរក្បាលបាទពិតជាអស្ចារ្យមែនគេបានរកឃើញតម្រុយហើយប៉ុន្តែគាត់ថាសំណួរថ្មីក៏បានកាត់ឡើងចំពោះខួរក្បាលរបស់គេអញ្ចឹងណាហើយភាពភ័យខ្លាចក៏កាន់តែបាទគេហៅ version ថ្មីឡើងមកទៀតហើយភ្នោនោះជារបស់នរណាហើយហេតុអ្វីបានជានាងហាក់ដូចជាចង់តាក់ទងនឹងគេបាទសង្សារចាស់ទេដឹងអញ្ចឹងសំណួរអញ្ចឹងមកទៀត
ទៀតហើយបាទតើតារានឹងធ្វើអ្វីបន្តទៀតជាមួយនឹងរូបថតភ្នូនោះតើគេនឹងហ៊ានស្វែងរកការពិតបន្តទៀតទេសូមរងចាំទស្សនាភាពបន្តអញ្ចឹងអូខេយើងបញ្ចប់តែប៉ុណ្្នឹងសិនដើម្បីទស្សនានៅភាពបន្តតើតារានឹងទៅយ៉ាងណាយើងកុំភ្លេចទស្សនានៅថ្ងៃស្អែកជាបន្តទៀតបាទអញ្ចឹងសូមកុំភ្លេចចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ admin មានលុយទិញសាប៊ូបណ្ដោះសក់ថែមទៀតផងបាទឥឡូវខ្ញុំជួយសក់ហើយបាទនៅពេលនេះសំណុចរន្ធត់សូមជម្រាបសួរ